កដាបាននៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទខ្ញុំសូមរាំងយកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺបង្ហាញពីការមិនពេញចិត្តកាន់តែខ្លាំងឡើងរបស់អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកដែលមកពីខាងគណៈបកប្រជាធិបតេយ្យដែលបានគ្រប់គ្រងញត្តិមួយច្បាប់មួយដែលកាត់បន្ថយថវិកាជំនួយយោធាទៅឲ្យប្រទេសអ៊ីស្រាអែលដោយសារតែស្ថានភាពកើតឡើងដែលអ៊ីស្រាអែលបានបង្កឡើងពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នៅហ្គាហ្សាហើយនឹងនៅក្នុងប្រទេសលីបង់ផងដែរហើយព័ត៌មានទី2នេះគឺជាចំណេះដឹងមួយទៀតហើយជាការវិវត្តមួយដែលខ្ញុំចង់ឲ្យប្រិមិត្តមួយចំនួនជាពិសេសខាងកងកម្លាំងប្រដាប់អាវុធនឹងដឹងផងដែរគឺតាក់ទងជាមួយនឹងការប្រើប្រាស់ drone ឥឡូវនេះសហរដ្ឋអាមេរិកគឺគាត់បានបង្កើតគេហៅថា Academy គឺបណ្ឌិតសភាឬក៏ហៅថាសាលាបង្រៀនចុះថាបង្រៀនអញ្ចឹងមានន័យសមរម្យជាងសាលាបង្រៀនខាង drone តែម្ដងមកបង្រៀន drone ការប្រើប្រាស់ drone សម្រាប់វិស័យការពិជាតិវិស័យសន្តិសុខទៅដល់ប្រទេសម៉ារ៉ុកឥឡូវនេះគឺពិភពលោកកំពុងតែងាកមកប្រើប្រាស់បច្ចេកវិទ្យា drone នឹងកាន់តែខ្លាំងឡើងហើយព័ត៌មានទី3ជាសេចក្តីរាយការណ៍របស់កាសែត Washington Post បាទ Washington Post គឺបានរាយការណ៍ឲ្យដឹងថាខាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ឥឡូវនេះគឺបាញ់ដាក់គ្នាទៅវិញទៅមកបាទព្រឹកមិញដែលទៅជាពេលយប់មិញនៅកម្ពុជានោះខ្ញុំបានជម្រាបតែពីខាងសហរដ្ឋអាមេរិកបានវាប្រហារទៅលើគោលដៅយោធារបស់អ៊ីរ៉ង់ឥឡូវនេះ Washington Post ក៏ធ្វើបច្ចុប្បន្នភាពគឺបានបញ្ជាក់ថាអ៊ីរ៉ង់ក៏បានវាប្រហារតបតជាមួយនឹងសហរដ្ឋអាមេរិកដោយសម្ដៅទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកមួយចំនួនបាទហើយព័ត៌មានចុងក្រោយនេះគឺសម្រាប់អ្នកនៅសហរដ្ឋអាមេរិកឥឡូវនេះគឺខាងរោងចក្រផលិតលុយរបស់សហរដ្ឋអាមេរិកកំពុងតែចាប់ផ្ដើមផលិតកាក់$1ដែលមានរូបលោកប្រធានាធិបតី Donald Trump ណាដែលឲ្យប្រិមិត្តប្រាស់ឲ្យនៅសហរដ្ឋអាមេរិកនេះដែលតាមធម្មតាជាទំនៀមទម្លាប់គឺប្រធានាធិបតីដែលនៅមានជីវិតចឹងគេមិនយកមកដាក់ទេឥឡូវនេះគឺលោកត្រាំលោកបាទទាមទារឲ្យដាក់រូបលោកពីព្រោះចំពេលខួបលើកទី250នៃការដែលសហរដ្ឋអាមេរិកបានឯករាជ្យពីចក្រភពអង់គ្លេសអញ្ចឹងនេះជាព័ត៌មានសំខាន់ដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងព័ត៌មានទី1នេះគឺជារឿងមួយដែលខ្ញុំចង់ជម្រាបជូនប្រិយមិត្តឲ្យដឹងអំពីការវិវត្តនយោបាយនៅក្នុងសហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹងប្រទេសអ៊ីស្រាអែលបាទនៅថ្ងៃនេះគឺខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកគាត់មានចេញស្នើខាងគណៈបកសាធារណរដ្ឋក៏បានស្នើច្បាប់មួយដើម្បីកែប្រែថវិកាសម្រាប់ជាជំនួយយោធាហើយនិងជំនួយមនុស្សធម៌ទៅប្រទេសអ៊ីស្រាអែលបាទពេលហ្នឹងគឺមានខាងគណៈបកប្រជាធិបតេយ្យហ្នឹងជាង100នាក់គឺដល់103នាក់ហ្នឹងគឺគ្រប់គ្រងច្បាប់ហ្នឹងដើម្បីឲ្យកាត់បន្ថយជំនួយយោធាទៅប្រទេសអ៊ីស្រាអែលហ្នឹងតែម្ដងបាទដែលជារឿងមួយដែលសារព័ត៌មានរាយការណ៍ថាដើរផ្ទុយគ្នាជាមួយនឹងគោលនយោបាយដល់យូរលង់មកហើយរបស់គណៈបកប្រជាធិបតេយ្យដែលគ្រប់គ្រងប្រទេសអ៊ីស្រាអែលបាទការដែលចង់ឲ្យកាត់បន្ថយនោះគឺពាក់ព័ន្ធជាមួយនឹងថវិកាជំនួយយោធានិងមនុស្សធម៌ដែលមានទឹកប្រាក់ចំនួន$3,300 លានដែលសហរដ្ឋអាមេរិកផ្ដល់ជាប្រចាំទៅឲ្យខាងប្រទេសអ៊ីស្រាអែលក៏ប៉ុន្តែវិធានការនេះបានបរាជ័យដោយសារតែបើសម្លេងខាងគណៈបកសាធារណរដ្ឋបូកជាមួយនឹងគណៈបកប្រជាធិបតេយ្យមួយចំនួនបានបដិសេធថាអត់ទេមិនទាន់ដល់ពេលដែលទៅកាត់បន្ថយជំនួយទៅឲ្យយោធាដល់សហរដ្ឋអាមេរិកនោះទេក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលជាសាច់រឿងសំខាន់នោះគឺបានបង្ហាញថាចំនួនសមាជិករដ្ឋសភានៃគណៈបកប្រជាធិបតេយ្យកាន់តែច្រើនឡើងរហូតដល់ជាង100នាក់103នាក់បានគ្រប់គ្រងឲ្យកាត់ជំនួយយោធាទៅដល់អ៊ីស្រាអែលដែលសហរដ្ឋអាមេរិកទោះបីជាប្រធានាធិបតីមកពីគណៈបកណាក៏ចាត់ទុកអ៊ីស្រាអែលជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាដែរណាប៉ុន្តែឥឡូវនេះគឺគាត់មានការធុញទ្រាន់ដោយសារតែពាក់ព័ន្ធជាមួយនឹងបាទខាងអ៊ីស្រាអែលធ្វើសង្គ្រាមនៅក្នុងប្រទេសលីបង់មានការវាយប្រហារទៅលើប្រទេសលីបង់ហើយនឹង
ទៅលើក្រុមនៅតំបន់ Gaza ដែលឲ្យមានជនស៊ីវិលស្លាប់ជាច្រើនអ្នកចឹងហើយសូម្បីតែអ្នកស្រីតីតប្រធានរដ្ឋសភាគឺអ្នកស្រី Nancy Pelosi ក៏គាត់បោះឆ្នោតគ្រប់គ្រងដែរឃើញបានចាំមកន័យថាថ្នាក់ដឹកនាំធ្លាប់ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបកប្រជាធិបតេយ្យនៅខាងរដ្ឋសភាក៏គ្រប់គ្រងថាទៅកាត់បន្ថយជំនួយយោធាទៅដល់អ៊ីស្រាអែលដែរហើយមេដឹកនាំខាងគណបកប្រជាធិបតេយ្យទី2ដែលទទួលបន្ទុកខាងថាវិន័យផ្ទៃក្នុងរបស់គណបកប្រជាធិបតេយ្យហ្នឹងក៏គ្រប់គ្រងឲ្យកាត់បន្ថយដែរបាទគាត់លោកស្រីក៏គ្រប់គ្រងដោយលោកស្រីបានបញ្ជាក់ថាលោកស្រីឈ្មោះថា Catherine Clark មកពីរដ្ឋ Massachusetts លោកស្រីបានបញ្ជាក់ថាគឺអាមេរិកមិនអាចនឹងផ្ដល់ជំនួយដោយគ្មានអ្វីជាក់លាក់ដោយអត់មានកំណត់ច្បាស់លាស់ទៅដល់អ៊ីស្រាអែលអញ្ចឹងបានទេបាទពីព្រោះវាជារឿងមួយដែលអ៊ីស្រាអែលធ្វើនឹងគឺប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកបាទហើយអ្នកស្រីបានបញ្ជាក់ថាគឺរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីនេតិនយ៉ាហ៊ូនឹងគឺបាទមិនបានប្រព្រឹត្តអ្វីឲ្យស្របតាមស្តង់ដាររបស់សហរដ្ឋអាមេរិកនោះទេក៏ប៉ុន្តែសមាជិកប្រធានខាងគណៈបកប្រជាធិបតេយ្យនៅខាងរដ្ឋសភាគាត់បានបដិសេធណាមិនព្រមកាត់ជំនួយនោះទេអញ្ចឹងនេះគឺជាការមួយបង្ហាញនៅការមិនពេញចិត្តកាន់តែច្រើនឡើងចំពោះការដឹកនាំរបស់លោកនេតិនយ៉ាហ៊ូដែលធ្វើសង្គ្រាមនៅខាងក្រៅប្រទេសនេះបាទហើយក៏វាជាការបង្ហាញនៅការខ្វែងគំនិតគ្នាផងដែរនៅក្នុងជួរថ្នាក់ដឹកនាំនៃគណៈបកប្រជាធិបតេយ្យពាក់ព័ន្ធជាមួយនឹងគោលនយោបាយចំពោះប្រទេសអ៊ីស្រាអែលនេះបាទពីព្រោះប្រធានខាងប្រជាធិបតេយ្យគឺលោក Jeffrey Hakim គាត់មិនឲ្យកាត់ទេប៉ុន្តែលោកស្រីដែលជាមេដឹកនាំលំដាប់ទី2នៅខាងគណៈបកប្រជាធិបតេយ្យប្រចាំរដ្ឋសភាគាត់ថាត្រូវតែកាត់បន្ថយបាទហើយសូម្បីតែអ្នកស្រីអតីតប្រធានរដ្ឋសភាដែលជាមេដឹកនាំខាងគណៈបកប្រជាធិបតេយ្យក៏បោះឆ្នោតគ្រប់គ្រងឲ្យកាត់បន្ថយដែរបាទអញ្ចឹងដូច្នេះនេះគឺជាការបែកបាក់មួយទៀតហើយនៅក្នុងខាងគណៈបកប្រជាធិបតេយ្យនៅក្នុងរដ្ឋសភារបស់សហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹងគោលនយោបាយចំពោះទៅលើប្រទេសអ៊ីស្រាអែលហើយព័ត៌មានទី2គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Task Purpose បានបញ្ជាក់ឲ្យដឹងថាខាងយោធារបស់សហរដ្ឋអាមេរិកបាទឥឡូវនេះគឺបានចុះ MOU អនុសារណៈស្តីពីការយោគយល់ជាមួយនឹងប្រទេសម៉ារ៉ុកដើម្បីបង្កើតនៅគេហៅថា Drone Academy បាទAcademy ហ្នឹងពេលខ្លះយើងបកប្រែថាជាបណ្ឌិតសភាក៏បានឬក៏ក្នុងន័យនេះគឺមិនដល់កម្រិតនឹងទេហៅថាជាសាលាបង្រៀន drone តែម្ដងដល់យោធាហើយនឹងកងសន្តិសុខរបស់ប្រទេសម៉ារ៉ុកដើម្បីធ្វើសកម្មភាពប្រឆាំងនឹងភេរវកម្មដោយសារតែសហរដ្ឋអាមេរិកគាត់ផ្លាស់ប្ដូរយុទ្ធសាស្ត្រនៅក្នុងតំបន់ហ្នឹងដោយគាត់ដកកម្លាំងចេញពីប្រទេសម៉ារ៉ុកនៅតំបន់អាហ្វ្រិកណាបាទក៏ប៉ុន្តែស្ថានភាពនៅដដែលនៅគឺតាក់ទងជាមួយនឹងការវាយប្រហារទៅលើក្រុមភេរវកម្មប្រឆាំងនឹងភេរវកម្មដូច្នេះដើម្បីឲ្យមានតុល្យភាពជួយដល់ទាហានរបស់ម៉ារ៉ុកនោះគឺសហរដ្ឋអាមេរិកបង្កើតនៅសាលាបង្រៀន drone បាទអញ្ចឹងគឺជាបច្ចេកវិទ្យាមួយដែលខាងប្រទេសមួយចំនួនកំពុងតែប្រើប្រាស់ជាពិសេសនៅក្នុងអំឡុងពេលសង្គ្រាមដោយដែលយើងបានឃើញនៅក្នុងសង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីហើយនឹងខាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកជាដើមនោះបាទអញ្ចឹងនៅតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគេថាមជ្ឈមណ្ឌលបាទបទពិសោធន៍និងវឹកវើមជ្ឈមណ្ឌលពិសោធន៍និងវឹកវើពហុជំនាញនៅអាហ្វ្រិកនេះគឺមានគម្រោងនឹងធ្វើឲ្យបានដំណើរការនៅឆ្នាំ2030បាទអញ្ចឹងគឺបានន័យថា4ឆ្នាំទៀតជាពេលដែលគេត្រូវពង្រីកសាលាហើយនឹងកម្មវិធីដើម្បីពង្រៀន drone បាទអញ្ចឹងខ្ញុំយកព័ត៌មាននេះមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដើម្បីឲ្យដឹងថា drone គឺជាអាវុធថ្មីនៅក្នុងសង្គ្រាមដែលកើតមានឡើងហើយបណ្ដាប្រទេសមួយចំនួនគឺវិនិយោគយ៉ាងច្រើនទៅលើអាវុធ drone នេះមកបាទហើយព័ត៌មានទី3គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post មក Washington Post បានរាយការណ៍ឲ្យដឹងថាគឺសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ឥឡូវនេះគឺបាញ់ដាក់គ្នាទៅវិញទៅមកហើយដោយសេចក្តីរាយការណ៍កាលពីព្រឹកមិញបានបង្ហាញថា
សហរដ្ឋអាមេរិកបានវាប្រហារទៅលើគោលដៅយោធារបស់ប្រទេសអ៊ីរ៉ង់ដែលមានកន្លែងឃ្លាំងស្តុកមីស៊ីលសំកាំង cruise missile ហើយនឹងជើងទម្រសម្រាប់បាញ់ផងដែរប៉ុន្តែឥឡូវនេះសេចក្តីរាយការណ៍នេះបានឲ្យដឹងថាខាងអ៊ីរ៉ង់បាទក៏បានវាយប្រហារតបតទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកផងដែរបាទគឺមានការវាយប្រហារទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសគុយវ៉ែតនៅបារ៉ែនហើយនៅយ៉ូដានីបាទគឺសំដៅទៅបណ្ដាប្រទេសទាំងអស់នោះគឺធ្វើឲ្យប្រទេសនោះមានការខឹងសម្បារផងដែរបាទហើយនេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ដែលបានបញ្ជាក់នៅថ្ងៃពុធនេះបាទបានបញ្ជាក់ឲ្យដឹងបាទលោកបានបញ្ជាក់ថាការវាយប្រហារនេះគឺជាការឆ្លើយតបផងដែរហើយទាហានរបស់អ៊ីរ៉ង់នឹងឆ្លើយតបដោយកម្លាំងពេញលេញតែម្ដងនិងកម្លាំងខ្លាំងក្លាចំពោះការឈ្លានពានរបស់សហរដ្ឋអាមេរិកហើយក៏ទាហានរបស់អ៊ីរ៉ង់នេះក៏ត្រៀមលក្ខណៈផងដែរនៅក្នុងការពារគ្រប់មីលីម៉ែត្រនៃទឹកដីរបស់ប្រទេសអ៊ីរ៉ង់បាទហើយព័ត៌មានចុងក្រោយគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico បានរាយការណ៍ដឹងថាឥឡូវនេះគឺខាងក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺបានចេញផ្សាយឲ្យដឹងនៅថ្ងៃពុធនេះថាឥឡូវនេះគឺរោងចក្រផលិតលុយរបស់សហរដ្ឋអាមេរិកនឹងកំពុងតែចាប់ផ្ដើមដំណើរការផលិតកាក់មាសដែលមានតម្លៃ$1ឲ្យចាយដោយមានរូបលោកប្រធានាធិបតី Donald Trump ឥឡូវនេះនៅក្នុងរូបភាពនេះប្រិមត្តឃើញគឺរូបលោកប្រធានាធិបតី Donald Trump មួយចំហៀងបាទមួយចំហៀងទៀតដាក់ United States of America $1ជាលុយជាលុយហ្នឹងគឺបញ្ជាក់ថា$1ហើយការដែលសហរដ្ឋអាមេរិកបានផលិតដំណើរការផលិតនេះគឺដើម្បីឲ្យស្របជាមួយនឹងខួបលើកទី250នៃការដែលសហរដ្ឋអាមេរិកបានឯករាជ្យថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិកដើម្បីជាការមួយសម្ដែងនៅធម្មពលកម្លាំងនិងតម្លៃរបស់សហរដ្ឋអាមេរិកហើយនឹងក៏ជាការមួយដើម្បីសន្យាថាប្រជាជាតិសហរដ្ឋអាមេរិកនេះគឺមានការបដិញ្ញាចិត្តនៅក្នុងការថែរក្សាសេរីភាពសម្រាប់មនុស្សគ្រប់រូបទាំងអស់នេះបើតាមការសរសេររបស់លោក Scott Bessent ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបាទដែលលោកបានសរសេរនៅតាមបណ្ដាញសង្គមណាគឺគាត់ថានឹងផលិតលុយនេះហើយបើតាមធម្មតាគឺប្រធានាធិបតីដែលនៅមានជីវិតអញ្ចឹងគឺសហរដ្ឋអាមេរិកគឺមិនដាក់នៅក្នុងរូបិយប័ណ្ណទេឬក៏កាក់អីទេក៏ប៉ុន្តែឥឡូវនេះចូលលក្ខណៈពិសេសបាទឥឡូវនេះមានការពិភាក្សាគ្នាពីផ្លូវច្បាប់ធ្វើខុសធ្វើត្រូវក៏ប៉ុន្តែខុសត្រូវយ៉ាងណាក៏ដោយគឺខាងរោងចក្រហ្នឹងគឺរោងពុំគាត់កំពុងតែផលិតកាក់ហ្នឹងហើយបាទនេះជាព័ត៌មានសំខាន់សម្រាប់ជម្រាបជូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងបើសិនជាចេញលុយនេះផ្សាយចេញកាក់ហ្នឹងគឺប្រិយមិត្តមួយចំនួនប្រហែលជាត្រូវយករក្សាទុកឬក៏ចាយតាមហ្នឹងទៅបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលចូលមកទទួលការចែករំលែកព័ត៌មានរបស់ខ្ញុំតាក់ទងជាមួយនឹង